ជំរាបសួរពុកម៉ែបងប្អូនរីករាយស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាពីរបៀបធ្វើចៀនចួនត្រីកេះហើយឥឡូវបងប្អូនយើងមកមើលគ្រឿងផ្សំនីមួយៗទាំងអស់គ្នាបងប្អូនហើយនេះដែរបងប្អូនប៊ីចេងហើយនេះរ៉ឺឌីចំណែកនេះស្ករសហើយនេះដែរសៀងផ្អែមបងប្អូនហើយចំណែកនេះទឹកត្រីហើយចំណែកនេះបងប្អូនត្រីកេះហើយនេះដែរបងប្អូនបន្លែរបស់យើងមានសាឡាតមានត្រសក់ហ្នឹងបងប្អូនហើយនឹងស្លឹកខ្ទឹមហើយចំណែកនេះខ្ញីបងប្អូនដែលយើងបានហាន់រួចហើយឥឡូវជាដំបូងបងប្អូនយើងធ្វើការហាន់ត្រសក់ហើយនេះដែរបងប្អូនយើងធ្វើការហាន់ជាចំណិតប៉ុណ្ណឹងទៅបងប្អូនសម្រាប់ត្រសក់នេះដែរហើយនេះបងប្អូនជាបន្លែរបស់យើងបងប្អូនយើងធ្វើការហាន់ទុកឲ្យហើយអញ្ចឹងណាបងប្អូនហើយសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានចុច Subscribe សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុចឲ្យខ្ញុំបានម្នាក់មួយផងហើយនឹងចុចសញ្ញារូបកណ្ដឹងដើម្បីពុកម៉ែបងប្អូនទាំងអស់គ្នានឹងទទួលបានវីដេអូថ្មីខ្ញុំបាទសូមអរគុណបាទឥឡូវយើងចូលមកវីដេអូរបស់យើងបងប្អូនឥឡូវតសនេះដែរបងប្អូនខ្ញុំបានធ្វើការហាន់រួចហើយឥឡូវខ្ញុំទុកមួយ like សិនឥឡូវបន្តមកទៀតខ្ញុំធ្វើការមករៀបចំសាឡាត់ហើយនឹងយើងរៀបចំដាក់ចានទុកឲ្យហើយមួយ like សិនអញ្ចឹងណាបងប្អូនហើយសម្រាប់សាឡាត់នេះខ្ញុំរៀបជារង្វង់បែបហ្នឹងបងប្អូនរួចហើយតមកទៀតខ្ញុំធ្វើការរៀបត្រសក់ហើយសម្រាប់ត្រសក់នេះដែរខ្ញុំរៀបជារង្វង់ដូចគ្នាបងប្អូនហើយនេះខ្ញុំធ្វើការរៀបជារង្វង់បែបនេះរួចហើយណាបងប្អូនឥឡូវយើងទុកមួយ like សិនបន្លែរបស់យើងឥឡូវបន្តមកយើងធ្វើការហាន់ដើមខ្ទឹមនេះបងប្អូនហើយចំណែកផ្នែកខាងគល់នេះបងប្អូនយើងធ្វើការទុកមួយដុំអញ្ចឹងណាបងប្អូននេះយើងទុកមួយដុំទៅហើយចំណែកស្លឹកវានេះដែរយើងធ្វើការហាន់ជាចំណិតតិចតួចទេណាបងប្អូនហើយយើងធ្វើការហាន់ស្លឹកខ្ទឹមនេះជាចំណិតតូចបែបនេះមកហើយឥឡូវនេះដែរបងប្អូនខ្ញុំបានធ្វើការហាន់រួចហើយឥឡូវខ្ញុំយកដាក់ចាននេះទុកមួយ like សិនបងប្អូនហើយបន្តមកទៀតខ្ញុំធ្វើការហាន់ម្ទេសហើយសម្រាប់ម្ទេសខ្ញុំហាន់ចំណិតបែបហ្នឹងបងប្អូនហើយខ្ញុំដាក់ម្ទេសហ្នឹងតែមួយផ្លែទេហើយនេះដែរបងប្អូនខ្ញុំហាន់ចំណិតប៉ុណ្ណឹងឥឡូវខ្ញុំបានហាន់រួចហើយខ្ញុំយកដាក់ចាននេះទុកជាមួយគ្នានេះបងប្អូនម្ទេសនេះដែរហើយបន្តមកទៀតខ្ញុំធ្វើការដំជាមួយនឹងមើមខ្ទឹមបងប្អូនហើយសម្រាប់មើមខ្ទឹមខ្ញុំដាក់តែមួយមើមតូចហ្នឹងទេបងប្អូនរួចហើយខ្ញុំធ្វើការច្រាំហើយនេះដែរបងប្អូនខ្ញុំធ្វើការច្រាំមើមខ្ទឹមនេះឲ្យម៉ត់ដើម្បីយើងទុកយកទៅឆាសៀងរបស់យើងបងប្អូនហើយនេះខ្ញុំបានច្រាំរួចហើយខ្ញុំដាក់ក្នុងចានទុកមួយ like សិនហើយឥឡូវជាបន្តមកខ្ញុំមកធ្វើការដាក់ត្រីបងប្អូនដើម្បីចៀនឥឡូវខ្ញុំធ្វើការចាក់ប្រេងឆាចូលហើយចំណែកនេះដែរបងប្អូនយើងចាក់ប្រេងឆាចូលបើកភ្លើងទៅរៀងក្តៅបន្តិចទៅឲ្យប្រេងឆាក្តៅបន្តិចយើងធ្វើការដាក់ត្រីចូលតែម្ដងដើម្បីយើងធ្វើការចៀនបងប្អូនឥឡូវយើងដាក់ត្រីចូលមកដើម្បីចៀនណាបងប្អូន
ហើយនេះបងប្អូនហើយសម្រាប់ត្រីនេះដែរបងប្អូនយើងធ្វើការចៀនឲ្យឡើងរៀងក្រហមស្រួយបន្តិចណាបងប្អូនទើបបានឆ្ងាញ់ណាហើយនេះយើងធ្វើការប្រែត្រឡប់ទៅម្ខាងទៀតទៅណាបងប្អូនហើយនេះយើងធ្វើការប្រែត្រឡប់ទៅម្ខាងទៀតមកហើយយើងចៀនឲ្យវាឡើងក្រហមណាបងប្អូនឲ្យឡើងក្រហមស្រួយអញ្ចឹងទៅនេះបងប្អូនឥឡូវនេះខ្ញុំបានធ្វើការចៀនត្រីរបស់យើងនឹងឆ្អិនហើយឡើងក្រហមស្រួយប៉ុណ្ណឹងហើយបងប្អូនឥឡូវនេះខ្ញុំធ្វើការស្រង់ចេញតែម្ដងទុកមួយឡែកសិនឥឡូវរួចហើយនេះបងប្អូនហើយបន្ទាប់មកបងប្អូនខ្ញុំធ្វើការដាក់ខ្ញីនេះចូលខ្ញីដែលយើងបានហាន់រួចហើយហ្នឹងបងប្អូនហើយបន្ទាប់មកខ្ញុំចាក់ប្រេងឆាបន្ថែមទៀតចឹងណាបងប្អូនដើម្បីធ្វើការនឹងបំពងខ្ញីនេះឲ្យវាអស់ជាតិហឹរនឹងសិនណាបងប្អូនយើងពងឲ្យវាឡើងស្រួយបន្តិចទៅឲ្យវាអស់ជាតិហឹរចេញពីខ្ញីហ្នឹងបងប្អូនហើយសម្រាប់ខ្ញីនេះដែរបងប្អូនទិញខ្ញីចិត្តស្រាប់ហ្នឹងក៏បានឬមួយក៏បងប្អូនទិញខ្ញីដុំមើមហ្នឹងយកមកចិត្តខ្លួនឯងក៏បានដែរអាស្រ័យតាមចំណូលចិត្តបងប្អូនទាំងអស់គ្នាទៅហើយនេះដែរខ្ញុំទិញខ្ញីដែលគេចាត់រួចហើយហ្នឹងបងប្អូនយកមកធ្វើតែម្ដងហើយសម្រាប់ខ្ញីដែរខ្ញុំធ្វើការបំពងវាហ្នឹងឲ្យវាឡើងក្រហមបន្តិចចឹងណាបងប្អូនឡើងក្រហមរៀងស្រួយបន្តិចព្រោះខ្ញុំចូលចិត្តបែបនេះបងប្អូនតែបើសិនជាបងប្អូនអត់សូវចូលចិត្តវាស្រួយពេកបងប្អូនបំពងមកល្មមទៅបានហើយណាបងប្អូនគឺថាបានចឹងណាសម្រាប់បងប្អូនដែលគាត់ចូលចិត្តញ៉ាំបែបហ្នឹងណាហើយឥឡូវនេះដែរបងប្អូនខ្ញីរបស់ខ្ញុំបានពងរួចហើយគឺថាខ្ញុំយកប៉ុណ្នេះរៀងឡើងក្រហមហើយរៀងស្រួយបន្តិចចឹងណាបងប្អូនខ្ញុំយកប៉ុណ្ណឹងបងប្អូនសម្រាប់ខ្ញីបំពងនេះដែរឥឡូវនេះយើងយកទុកមួយឡែកសិនទៅបន្ទាប់ពីយើងបានធ្វើការបំពងរួចហើយបងប្អូនហើយសម្រាប់បន្តទៀតយើងធ្វើការដាក់ប្រេងឆាចូលបន្ថែមបន្តិចហើយខ្ទះដដែលទេបងប្អូនហើយយើងដាក់ប្រេងឆាចូលបន្តិចទៅរួចហើយយើងធ្វើការបំពងនៅមើមខ្ទឹមហើយនឹងដាក់ខ្ទឹមច្រាំយើងហ្នឹងហើយនឹងម្ទេសហ្នឹងបងប្អូនដើម្បីយើងធ្វើការឆាសៀងតបមកខ្ញុំធ្វើការដួសសៀងដាក់ចូលបងប្អូនហើយសម្រាប់សៀងនេះដែរគឺជាសៀងផ្អែមទេបងប្អូនវាអត់មានជាតិប្រៃខ្លាំងណាស់ណាទេបងប្អូនរសជាតិវាប្រៃផ្អែមអញ្ចឹងណាបងប្អូនហើយសម្រាប់ការផ្សំគ្រឿងផងដែរខ្ញុំបន្ថែមតិចទេបងប្អូនដោយសារសៀងរបស់យើងនឹងវាមានជាតិប្រៃផ្អែមស្រាប់រួចទៅហើយអញ្ចឹងណាហើយនេះដែរខ្ញុំបន្ថែមរ៉តឌីស្ករប៊ីចេងហើយនឹងទឹកត្រីបន្តិចចឹងណាបងប្អូនដើម្បីយើងលួចរសជាតិបន្ថែមទៀតឲ្យវាមានរសជាតិកាន់តែដិតឆ្ងាញ់ចឹងណាបងប្អូនឥឡូវខ្ញុំធ្វើការកូរគ្រឿងរបស់យើងនេះឲ្យវាចូលគ្នាបានសព្វល្អសិនយើងធ្វើការកូរបន្តិចសិនទៅណាបងប្អូន
ឥឡូវខ្ញុំមកធ្វើការដាក់ខ្ញីចូលតែម្ដងខ្ញីបំពងនេះហើយខ្ញុំធ្វើការឆាខ្ញីហ្នឹងជាមួយសៀងនេះឲ្យចូលគ្រឿងគ្នាសព្វបានល្អបន្តិចចឹងណាបងប្អូនហើយនេះយើងធ្វើការឆាបែបហ្នឹងណាបងប្អូនឆា 4-5 ត្រឡប់ទៅវាចូលគ្រឿងជាមួយគ្នាសព្វហើយបន្ទាប់មកខ្ញុំធ្វើការរោយនៅស្លឹកខ្ទឹមនេះដែរបងប្អូនហើយសម្រាប់ស្លឹកខ្ទឹមនេះយើងរោយជាចុងក្រោយនេះយើងបិទភ្លើងតែម្ដងទៅបងប្អូនហើយយើងចុកពី3ត្រឡប់ប៉ុណ្ណឹងទៅគឺរួចហើយតមកយើងយកត្រីដែលយើងបានពងរួចហ្នឹងដាក់ចូលមកហើយយើងធ្វើការដួសសៀងឆារបស់យើងហ្នឹងត្រឡប់មកជាមួយនឹងត្រីពងបន្តិចទៅណាបងប្អូនដើម្បីឲ្យវាចូលជាតិសៀងឆាហ្នឹងជាមួយនឹងត្រីពងហ្នឹងបានល្អទៅវាមានរសជាតិឆ្ងាញ់អញ្ចឹងណាបងប្អូនយើងធ្វើការចោកឆាពី3ត្រឡប់អញ្ចឹងទៅតិចទៅថ្នមទៅណាបងប្អូនឲ្យវាមានជាតិសៀងហ្នឹងជ្រាបចូលសាច់ត្រីបានល្អអញ្ចឹងណាមានជាតិឆ្ងាញ់ហើយនេះដែរឥឡូវខ្ញុំបានឆារួចអស់ហើយឥឡូវខ្ញុំដួសយកមកដាក់ចានរៀបចំតែម្ដងបងប្អូនហើយនេះដែរគឺខ្ញុំបានធ្វើរួចហើយបងប្អូនសម្រាប់ឆាជៀនជួនរបស់យើងគឺថាយើងបានធ្វើរួចហើយសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនា